សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំសូមចែករំលែកអំពីអត្ថប្រយោជន៍របស់ស្លឹកជើងភូសម្រាប់អ្នកមានកម្រិតជាតិស្ករខ្ពស់ទុកជាចំណេះដឹងបន្ថែមសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមស្លឹកជើងភូឬស្លឹកជម្ពូគឺជាឱសថរុក្ខជាតិលំដាប់ស្រុកស្រែមួយប្រភេទដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយគ្រប់គ្រងកម្រិតជាតិស្ករស្លឹកជើងភូមានផ្ទុកសារធាតុសកម្មជីវសាស្ត្រសំខាន់ៗដូចជាប៉ូលីហ្វេណូលផ្លែបំណយនិងតានីនដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រឆាំងជំងឺទឹកនោមផ្អែមខាងក្រោមនេះជាអត្ថប្រយោជន៍លម្អិតនិងរបៀបដែលស្លឹកជើងភូជួយដល់អ្នកជំងឺទឹកនោមផ្អែម1. កាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមហៅ Glycemic Effect សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងស្លឹកជើងភូជួយទប់ស្កាត់ការកើនឡើងខ្លាំងនៃជាតិស្ករក្នុងឈាមក្រោយពេលពិសាររកអាហាររួចវាជួយឲ្យរាងកាយស្រូបយកជាតិស្ករយឺតជាងមុនដែលធ្វើឲ្យកម្រិតជាតិស្ករនៅក្នុងឈាមមានស្ថិរភាពល្អសម្រាប់ទាំងអ្នកកើតទឹកនោមផ្អែមប្រភេទទី1និងប្រភេទទី2 2. បង្កើនប្រសិទ្ធភាពអាំងស៊ូលីន Improve Insulin Sensitivityបញ្ហាចម្បងរបស់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី2គឺការស៊ាំនឹងអាំងស៊ូលីន Insulin Resistance មានន័យថារាងកាយមានអាំងស៊ូលីនតែមិនអាចយកទៅប្រើប្រាស់ដើម្បីដុតរំលាយជាតិស្ករបានសារធាតុនៅក្នុងស្លឹកជើងភូជួយជំរុញឲ្យកោសិការាងកាយបាត់ទ្វារទទួលនិងប្រើប្រាស់អាំងស៊ូលីនបានល្អជាងមុនធ្វើឲ្យជាតិស្ករត្រូវបានដុតរំលាយទៅជាថាមពលបានត្រឹមត្រូវការពារនិងស្ការកោសិកាលំពែងគឺជាសរីរាង្គដែលមានតួនាទីផលិតអាំងស៊ូលីនសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លានៅក្នុងស្លឹកជើងភូជួយការពារកោសិកាលំពែងបេតាសេលពីការបំផ្លាញដោយរ៉ាឌីកាល់សេរីនិងជួយស្ការមុខងារលំពែងឲ្យដំណើរការបានល្អឡើងវិញក្នុងការបញ្ចេញអាំងស៊ូលីន 4. កាត់បន្ថយហានិភ័យនៃផលវិបាកពីជំងឺទឹកនោមផ្អែមអ្នកជំងឺទឹកនោមផ្អែមងាយនឹងប្រឈមមុខនឹងបញ្ហាសរសៃឈាមបេះដូងនិងរំបើក្រជាសះស្បើយស្លឹកជើងភូមានលក្ខណៈសម្បត្តិជួយបញ្ចុះជាតិខ្លាញ់អាក្រក់ LDL ការពារការកកស្ទះសរសៃឈាមនិងជំងឺបេះដូងប្រឆាំងនឹងបាក់តេរីជួយឲ្យរាងកាយប្រឆាំងនឹងការឆ្លងមេរោគបានល្អព្រោះអ្នកទឹកនោមផ្អែមងាយនឹងឆ្លងមេរោគតាមស្បែកឬផ្លូវនោមវិធីធ្វើតែស្លឹកជើងភូសម្រាប់អ្នកទឹកនោមផ្អែមដើម្បីទទួលបានផលល្អអ្នកអាចយកស្លឹកជើងភូមកធ្វើជាភេសជ្ជៈពិសាររោគប្រចាំថ្ងៃតាមវិធីងាយៗខាងក្រោមការត្រៀមស្លឹកយកស្លឹកជើងភូស្រស់ឬស្លឹកមុំមិនខ្ចីពេកមិនចាស់ពេកចំនួន5ទៅ7សន្លឹករួចលាងជម្រះដីឲ្យបានស្អាតល្អការដាក់ដាំទឹកប្រហែល1លីត្រឲ្យពុះរួចដាក់ស្លឹកជើងភូចូលបន្ថយភ្លើងបន្តិចរំងាស់ចោលប្រហែល10ទៅ15នាទីរហូតទឹកបកូររោពណ៌ចេញជាតិចត់របៀបពិសាររោទុកឲ្យត្រជាក់បន្តិចរួចយកទឹកមកពិសាររោទោះជាយ៉ាងជានេះគឺជាវិធីសាស្ត្រតាមបែបធម្មជាតិប៉ុណ្ណោះសូមបងអរគុណ